Hello សួស្តីអ្នកទាំងអស់គ្នា Welcome back to my video ស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះដែរគឺយើងរៀនអំពីបកប្រែរឿងតាក់ទងជាមួយនឹង The Frightened Lion ន័យថាសត្វតោ20ខ្លាចចូលមកដល់វគ្គនេះគឺជាភាគទី4ហើយដូចភាគទី1ទី2ទី3យើងនិយាយពីសត្វតោភាគមុនភាគទី3នោះនិយាយពីសត្វតោ20ខ្លាចហើយកាន់ដំបងមកណាកាន់ដំបងមកយ៉ាងណែនដៃហ្នឹងទៅព្រោះថាសំឡេងមួយឬថាទៀតទៅនោះមកកាន់ភាគអូចឹងអញ្ចឹងយើងមើលតាមភាគបន្តនោះនឹងទៅជាណាសម្រាប់បានបងប្អូនអូខេតោះចាប់តាមអានបងប្អូន A little frog jumps up on the windowsill. The frog is wearing a tutu and tap shoe. She dances a little dance. Tap, 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 tap. Hello, lion. Are you in there? Says the frog. អញ្ចឹងយើងអានហើយយើងបកប្រែនេះ A little frog jumps up on the windowsill. Frog នេះប្រែថាកង្កែបអញ្ចឹងកង្កែបតូចមួយ jumps up លោតឡើង on the windowsill. Windowsill នេះន័យថាគេបង្អួចន័យថាលើបង្អួចនេះមានគេអញ្ចឹងវាលោតឡើងលើកង្កែបនឹងលោតឡើងលើបង្អួចនឹងឯងគេបង្អួចនឹងThe frog is wearing a tutu and tap shoes. កង្កែបនោះគឺកំពុងស្លៀកសម្លៀកបំពាក់ហើយនឹងស្បែកជើងសម្រាប់រាំរបាំម៉ាឡេនេះឈុតរបាំម៉ាឡេគេហើយនេះគឺស្បែកជើងអូខេមើលទាំងអស់គ្នាបានអូខេShe dance a little dance នាងរាំបន្តិចន័យថារាំតែបន្តិចទៅសំឡេងហ្នឹងសំឡេងបែប tap 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 គឺសំឡេងបែបហ្នឹងឯង Hello lion are you in there say the frog say the frog ន័យថាកង្កែបនឹងនិយាយកង្កែបនិយាយថា Hello lion សួស្តីតោ Are you in there តើអ្នកនៅទីនេះអត់ឬយើងនិយាយសាមញ្ញថាតើអ្នកនៅកន្លែងអត់យ៉ាងទៅអូខេអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺមានតែហ្នឹងចង់ដឹងវីដេអូសាច់រឿងពេញយ៉ាងណាកុំភ្លេចទៅតាមដានមើលវីដេអូទី1ទី2ទី3បន្តមកដល់វីដេអូនេះហើយទៅសល់វីដេអូចុងក្រោយទៀតដើម្បីបញ្ចប់រឿងហ្នឹងអញ្ចឹងសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយតាមដានអ្នកទាំងអស់គ្នាអរគុណបាយបាយអ្នកទាំងអស់គ្នា